Và số đây mong bọn này trong video này nhưng màu bằng hai ở vì phăng sân mùi muối trong này để vì nhìn đầm nà cá chẳng đầm bay ai pra phăng sân ngọc này bán mong bọn này nhưng từ màu bạc thay nơi cái này mùi sân á mà mong bọn nhưng bạc thay máu ui thôi thà lấy nhưng bạc nhưng đã chung một tháng build page chẳng nhưng bạc build page bạn nhưng bạc thà build page bạn tập pi bông bông này dân bạc thay nơi cái này hói anh ấy dân ai edit dân ai lục bà dân ai anh ấy xong tôi mình edit thế anh ấy bạc anh ấy lục hay nâng anh ấy edit đấy tầm tiết dân chơi sẽ là account này cho nó không nation bà bông bông select cho nó và nhầm ưu họ thà vô account này chứ bà vô account bảy như màu ưu họ bà nhầm sẽ là vô bảy account này máu mà bắt đầu bây giờ sẽ là accountแบบนี้ให้ยังanh mongដំណើរការនឹងបានហើយនៅក្នុងមុខងារទាំងអស់នេះយើងសរសេរឲ្យវាដំណើរការអត់ដូចគ្នាទេគឺឲ្យវាដើរ random ទាំងអស់អញ្ចឹងបានខ្ញុំដាក់ default នៅកន្លែងនេះឲ្យវា random ហ្នឹងគឺវាជាប់ random ហ្នឹងឯងមានន័យថា account របស់យើងមាន 1000 ក៏ដោយប៉ុន្តែបើករណីយើង select ច្រើនអញ្ចឹងមកការងារវាធ្វើអត់ដូចគ្នាទេវាទៅធ្វើផ្សេងគ្នាទាំងអស់ណា account ទី1វាទៅធ្វើអានេះមុន account ទី2ធ្វើអានេះមុន account ទី3ធ្វើអានេះមុនព្រោះហ្នឹងផ្សេងគ្នាអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងបានជាយើងប្រើអាមុខងារrandom shuffle action ហ្នឹងណាបាទបន្តមកទៀតWi-Fi និង proxy គឺនៅដំណើរការដដែលករណីយើងប្រើ proxy បាទ account អត់មាន proxy គឺវាអត់ដើរទេគឺវានឹង check proxy ហើយវារំលងចោលបាទហើយបន្ទាប់មក street នេះគឺនៅតែដូចមុនបើយើងករណីយើងចង់បើកម្ដង5ទាំងយើងដាក់លេខ5មកគឺវាបើក1 2 4 5ចប់មួយបើកមួយចប់មួយបើកមួយចប់មួយបើកមួយនៅតែ5ដែរណាបាទអូខេបន្តមកទៀតខ្ញុំបញ្យល់ពីមុខងារទី1យើងនិយាយពី interaction ហ្នឹងគឺនៅក្នុង interaction នេះបងប្អូនចង់ឲ្យវាដំណើរការនៅលើ interaction បងប្អូនត្រូវគ្រីសលើវាណាគ្រីសមកហើយអាណាដែលបៃតងចេះមានន័យថាយើងចុចទៅវាមាន pop up បាទណាដែលមានពណ៌ទឹកក្រូចបាទពណ៌ទឹកក្រូចនេះយើងចុចទៅអត់មានទេយើងចុចលើវាអត់មានទេអត់មាន pop up ទេបាទអញ្ចឹងខ្ញុំនិយាយពី interaction ចំពោះ interaction នេះនៅខាងលើនេះវាមាន reaction ជាច្រើនទាំងអស់ហ្នឹងរបស់ Facebook ពេលយើងចុច like ចុចអីគឺវា load អាហ្នឹងទាំងអស់មកករណីយើងចង់ប្រើអាណាខ្លះយើងគ្រីសតែប៉ុណ្្នឹងទៅអាហ្នឹងណាបាទបន្តមកទៀតខ្ញុំនិយាយពីមុខងារទី1និយាយពីការ check in នេះបើករណីយើងជ្រើស check in ហើយយើងយក first ហ្នឹងមានន័យថាវានឹងយកអាទីតាំងទី1នេះទៅ check in ទាំងអស់ account ទាំងអស់គឺវា check in នៅ New York នេះទាំងអស់ណាបាទអញ្ចឹងគឺចំពោះការរើសយក first ប៉ុន្តែបើករណីអ្នកទាំងអស់គ្នារើសយក random បាទ account ទាំងអស់គ្នា100គឺវានឹងចាប់អាទីតាំងនេះមួយផ្សេងគ្នាណាអាទីតាំងនេះគឺយើងអាចយកមកដាក់ខ្លួនឯងបានណាអានេះ default ខ្ញុំគ្រាន់តែដាក់ឲ្យទេខ្ញុំគ្រាន់ដាក់ខ្ញុំគិតថាអ្នកទាំងអស់គ្នាត្រូវការប្រើបានខ្ញុំដាក់មកដាក់ឲ្យវាមានជាប់ជា default មកប៉ុន្តែជាក់ស្ដែងអ្នកទាំងអស់គ្នាអាចលុបវាចោលបានហើយអាចដាក់ទីតាំងថ្មីខ្លួនឯងដូចយើងដាក់នៅសៀមរាបអីចឹងណាយើងចង់ check in នៅសៀមរាបតែ check in រោមមកមិនសៀមរាបអញ្ចឹងយើងទៅការ account របស់យើងនៅអាមេរិកអីអញ្ចឹងយើង check in ទេនៅអានេះ54រដ្ឋនៅអាមេរិកណាខ្ញុំដាក់ចូលមកទាំងអស់ករណីយើងយក random ហ្នឹងគឺវានឹង check in account ខ្លះនៅនេះ account ខ្លះនៅនោះវាចាប់ random ទាំងអស់ទៅករណីបើយើងយកអា first មានន័យថាបើយើងចង់ឲ្យ log in នៅ check in នៅ Alaska អញ្ចឹងយើង copy Alaska នេះយកមកដាក់លើគេមកយល់បងប្អូនបាទយើងដាក់ Alaska លើគេមកគឺពេលដែល check in account ទាំងអស់វា check in Alaska ទាំងអស់ណាបាទបន្តមកអានៅផ្នែកខាងនេះគឺ check in marketplace នេះគឺមានដូចគ្នាយើងដាក់អាណាលើគឺវាទៅ check យ៉ាងហ្នឹងឯងបើយើងយក random ដូចគ្នា account ទាំងអស់វាចូលទៅ market វាចាប់ទីតាំងផ្សេងគ្នាដើម្បីមើលទំនិញមើលផលិតផលនៅលើ Facebook អញ្ចឹងណាបាទអាហ្នឹងយើងចេះដាក់ទៅករណីបើយើងខាងអាហ្នឹងអត់មានប្រយោជន៍ទេយើងមិនបាច់ចាំប្រើទេយើងមិនបាច់ចាំគ្រីសទេ check in នេះករណីយើង check in យូរទៅយើងមានអារម្មណ៍ថាយើងអត់ចង់ check in ទេយើងមិនបាច់ប្រើទេវាអត់សូវសំខាន់ទេអាហ្នឹងណាបាទតែអ្នកខ្លះគាត់គិតថាសំខាន់ក៏គាត់ប្រើទៅតែអ្នកខ្លះគាត់អត់ចាំបាច់មិនចាំបាច់គ្រីសវាទេអត់ចាំបាច់ប្រើទេអាហ្នឹងមួយទៀតតកតងណាកន្លែងខ្ញុំបញ្យល់អានេះ
nia nó sao lẹ khăn mới tiệt anh nhé về check in cứ việc tàu vay post check in New York bên tay account nó việc vay New York tụi ngọ bên tay là bây giờ việc vay New York hơi việc lẹ li mau xem kia account nó nên chập tí tăng xem kia nơiក្នុងទីក្រុង New York ដូចគ្នាដែរដូចយើងសៀមរាបអញ្ចឹងមានសៀមរាបនៅវត្តស្វាយសៀមរាបខាងផ្សារលើអញ្ចឹងណាអញ្ចឹងគឺវាចាប់ random អញ្ចឹងប៉ុន្តែគឺនៅក្នុងសៀមរាបទាំងអស់អានេះដូចគ្នាដែរកាលដែលយើងវាយ New York មែនប៉ុន្តែពេលវាទៅ search ទៅវាមាន list New York ច្រើនគឺវានឹងចាប់ random ខ្ញុំអត់ឲ្យវាចាប់ទីតាំងដូចគ្នាទេកុំឲ្យ Facebook វាចាប់អញ្ចឹងយើងឲ្យវាចាប់ random បាទហើយមកងាយ check in នេះរួចហើយខ្ញុំបញ្យល់អស់ប៉ុណ្ណឹងបន្តមកទៀតកន្លែងនេះកន្លែង market នេះបានវាមាននីតិដែលយើងត្រូវកំណត់ឧទាហរណ៍ថាពេលដែលវាចូលទៅកន្លែង market ហើយវា search New York ហើយគឺវា search យើងដាក់ឲ្យវាលេង random ប្រហែលវិនាទីអានេះវិនាទីករណីយើងចង់ឲ្យវាលេង30ទៅ60យើងដាក់30 60មកអញ្ចឹងវានឹង account ទាំងអស់វា random លេងអាខ្លះលេង31 32 40 51អញ្ចឹងទៅគឺវានឹងចប់មុខងារទី1នេះហើយករណី second scroll នេះមានន័យថាពេលដែលវារងចាំប្រហែលវិនាទីបានវា scroll ម្ដងអាហ្នឹងណាអាហ្នឹងខ្ញុំឲ្យវាចាំចាប់ពី5ទៅ10 second ឲ្យវា scroll មួយទៅបន្ទាប់មកវាចាំ5ទៅ10ទៀត scroll មួយទៀតអាហ្នឹងអញ្ចឹងខាងក្រោមនេះដូចគ្នាទាំងអស់ read notification នេះយើងដាក់តិចតិចទៅបានហើយឬក៏មិនបាច់ដាក់ក៏បានដែរអា notification អាកន្លែងកណ្ដឹងណាបាទបន្ទាប់មកទៀតអាកន្លែងមើល story មើលអីនេះគឺយើងដាក់នាទីsecond ដូចគ្នាបាទវិនាទីយើងដាក់ម៉ានស្រេចតែយើងអានេះដូចគ្នាចំណែកអា reaction នេះគឺអាការចុច like ចុច love ចុច angry អីនឹងឯងអាហ្នឹងណាករណីថាក្នុងអំឡុងពេលដែលវាមើលពីចន្លោះពី20ទៅ40វិនាទីនេះគឺវានឹងធ្វើការចុច reaction 1ឬក៏2អញ្ចឹងណាអានេះអាស្រ័យទៅលើយើងអ្នកដាក់យើងអ្នកកំណត់បាទបន្តមកទៀត new feed ហ្នឹងគឺអាពេលដែលវាចូលទៅ Facebook ហើយវា scroll រហូតហ្នឹងអាហ្នឹង new feed ហ្នឹងបាទឲ្យវាលេងប្រហែលចាប់ពីប្រហែលទៅប្រហែលអញ្ចឹងយើងដាក់ខ្លួនឯងទៅអាហ្នឹងដូចគ្នាប្រហែលវិនាទីវា scroll ម្ដងហើយមាន reaction អត់ពេលដែល scroll ហ្នឹងបាទអានេះខ្ញុំអត់សូវដាក់ណា reaction នេះដោយសារអីដោយសារតែភាគច្រើន account ភាគច្រើនដែលយើងធ្វើការ reaction ច្រើនវានឹងជាប់ limit ដែរអញ្ចឹងយើងយល់ល្អកុំសូវដាក់វាអត់ជួយ account យើងទេវាមានតែ limit account របស់យើងព្រោះយើងចូលទៅគិតតែពី like ឃើញនៅស្រុកគេមិនសូវមាន like ទេគេមិនសូវមានចូល like ប្រេះផ្ដាស់ទេតែពេលយើងដាក់10 20 30ពេល account យើងចូលទៅបើក like យូរទៅវាទៅជា limit account ខូច account lock អីចឹងទៅបាទអានេះ real feed ហ្នឹងគឺមានន័យថាវាចូលទៅមើល real រយៈពេលប្រហែលអញ្ចឹងទៅអានេះយើងមិនបាច់ចាំដាក់ក៏បានដែរហើយបើដាក់ក៏យើងបើក account ម្ដងតិចតួចណាកុំឲ្យយើងបើកអាកន្លែង real feed នេះហើយយើងបើកម្ដង100ផ្ទាំងអញ្ចឹងអ៊ីនធឺណិតយើងវា slow វាគៀងជួនកាលយើងប្រើ proxy អីគឺកាន់តែ slow ថែមបាទបន្ទាប់មកទៀតអា scroll នេះដូចតែគ្នាទេប្រហែលវិនាទីឲ្យវា scroll real ម្ដងមានន័យថាពេលវាមើលហ្នឹងវាមើលជាទូទៅពេលយើងមើលវីដេអូគេមិនតែមើលភ្លាម scroll ភ្លាមទេអញ្ចឹងបានយើងដាក់10ទៅ20អញ្ចឹងមានន័យថាវាមើល10ទៅ20 second ទៅឲ្យវា scroll មួយទៅ reaction នេះប្រហែលក្នុងពេលអំឡុងដែលវាមើល2នេះ2ទៅ3នាទីនេះ2ទៅ3នាទីនេះ reaction 1 2អញ្ចឹងទៅបានហើយបាទតោះមកកន្លែងនេះកន្លែង search នេះបងប្អូនចង់ rank account ឬក៏ page របស់យើង page យើងដែលឈ្មោះខុសគេដែលមិនទៅមានគេមានអញ្ចឹងណាឬក៏យើងចង់ rank វាអញ្ចឹងយើងដាក់ឈ្មោះវាមកឲ្យវាទៅ search row page យើងទៅជួន row ឃើញជួន row អត់ឃើញទេណាអាហ្នឹងតែយើងដាក់ចោលទៅបើយើងមិនចង់ប្រើទេក៏អត់ទៅតែបើយើងចង់តេស្តthì យើងដាក់គ្រីសតេស្តសាកមើលទៅណាតោះមកយើងឲ្យវាមើលប្រហែលវិនាទីហើយប្រហែលវិនាទី scroll ម្ដងមាន reaction អត់ឧទាហរណ៍ថាឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំពេជ្ររដ្ឋាអញ្ចឹងគឺវានឹងចូលទៅ new feed របស់ Facebook អាកន្លែង search ហ្នឹងគឺវាចុចវាយពាក្យថាវាវាយឈ្មោះខ្ញុំហើយវា search scroll រហូតអីចឹងទៅ
បើកាលនៅយើងដាក់ reaction គឺវាចុចទៅតាមហ្នឹងទៅអាហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសួរថាខ្ញុំអត់បានបើកតេស្តឲ្យអ្នកនរគ្នាមើលផ្ទាល់ភ្នែកទី1វាចំណាយពេលយូរទី2វាអាចនឹងខុសគោលការណ៍ឬត្រូវការ ban យើងពិបាកថតវីដេអូឡើងវិញអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការបញ្យល់ប៉ុន្តែបើបងប្អូនចង់ដឹងបងប្អូនអាចទៅធ្វើការតេស្តសាកល្បងដោយខ្លួនឯងពេលបងប្អូនយល់ហើយបងប្អូនតេស្តទៅហើយមកស្ដាប់ទិសស្ដីម្ដងទៀតទៅបងប្អូននឹងយល់ហើយថាវាដំណើរការបែបម៉េចអញ្ចឹងណាបាទអូខេអញ្ចឹងវីដេអូទី1មានតែប៉ុណ្្នឹងវីដេអូបន្ទាប់ខ្ញុំនិយាយពីការផុសរៀលតែយើងផុសមិនបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយ